សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីការអាប់ដេតរបស់ក្រុមហ៊ុន Suno ដែលជាក្រុមហ៊ុនផលិតចម្រៀង AI អញ្ចឹងអានេះគឺជាដំណឹងដែលមិនសូវជាល្អដែរសម្រាប់អ្នកដែលគាត់ធ្វើបទចម្រៀងដាក់ copyright ដែលយើងប្រើប្រាស់ជាមួយនឹង Suno អញ្ចឹងអានេះគឺជាដំណឹងអត់ល្អទេអញ្ចឹងអានេះដំណឹងនេះគឺគេចេញផ្សាយតាំងពីថ្ងៃទី11ខែ8ឆ្នាំ2026តាំងពីពេល6ថ្ងៃមុនអញ្ចឹងខ្ញុំអត់បានចេញវីដេអូទេអញ្ចឹងថ្ងៃនេះខ្ញុំចេញមកសង្ខេបប្រាប់អ្នកទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងខ្លឹមសារដែលខាងក្រុមហ៊ុន Suno គេបានផ្ញើមកយើងនឹងពាក់ព័ន្ធជាមួយនឹងការបដូរ policy ពាក់ព័ន្ធជាមួយនឹង service របស់គេពាក់ព័ន្ធជាមួយនឹងPro subscription ដោយសារតែ Suno ខ្ញុំបាន subscribe ទៅលើ plan Pro អញ្ចឹងគេបានផ្ញើ email មកប្រាប់ខ្ញុំថាពាក់ព័ន្ធជាមួយនឹងគម្រោង Pro ហ្នឹងគឺគេបានបដូរគោលការណ៍មួយចំនួនអញ្ចឹងមិនមែនតែគម្រោង Pro ទេគឺគម្រោងទាំងអស់គាត់ថាអានេះវា base ទៅលើអ្វីដែលយើងបាន subscribe ហ្នឹងអញ្ចឹងដូចខ្ញុំ subscribe Pro វាបានផ្ញើមក Proអញ្ចឹងក្នុងខ្លឹមសាររបស់គេថាសម្រាប់ការអាប់ដេតថ្មីហ្នឹងដែលខាងក្រុមហ៊ុនគេ Suno ហ្នឹងវានឹង affect ទៅលើ plan របស់យើង plan subscribe plan Pro ហ្នឹងគឺវានឹង affect ទៅលើថ្ងៃទី3ខែ9ឆ្នាំ2026អញ្ចឹងមានន័យថាគឺវា affect ទៅលើខែក្រោយខែ9ហ្នឹងដោយសារវីដេអូខ្ញុំថតនេះគឺនៅខែ8ទេអញ្ចឹងវានឹង affect ទៅលើខែ9ថ្ងៃទី3ដែលវាមានដូចខាងក្រោមនេះអញ្ចឹងទី1អ្វីដែលគេបានប្រាប់យើងហ្នឹងគឺពាក់ព័ន្ធមួយនឹងអ្វីដែលសំខាន់ដែលយើងចង់ប្រើសំខាន់ហ្នឹងគឺការ download មានន័យថានៅក្នុងការដែលយើង subscribe ទៅលើ plan គេហ្នឹង plan Pro ហ្នឹងគឺគេឲ្យយើងអាចdownload ចម្រៀងពី platform គេហ្នឹងតែចំនួន20 bot ទេក្នុងមួយខែប៉ុន្តែយើងអាចធ្វើការស្ដាប់ឬមួយក៏ share ចម្រៀងយើងហ្នឹងដោយ unlimited ដែរទេគាត់ថាគេ limit ទៅលើការ download អញ្ចឹងគេអត់ឲ្យយើង download ច្រើនដូចមុនទេបើកាលមុនយើង download ប៉ុន្មានក៏បានដែរប៉ុន្តែឥឡូវនេះគឺគេ limit ទៅលើការ download ចំនួនតែ20 bot ទេក្នុងរយៈពេលមួយខែហ្នឹងប៉ុន្តែការយើងចុចស្ដាប់ការយើងធ្វើចម្រៀងធ្វើអីនេះគឺយើងធ្វើបានធម្មតាទេគាត់ថាគេ limit លើការ download ហ្នឹងហើយហ្នឹងវាមានតែប៉ុណ្្នឹងទេដោយសារខាងក្រោមនេះគឺគេឲ្យ head poll ដែរអ្នកនេះអាចអានបន្ថែមទៅដោយសារតែគេ head poll គេគឺគេចង់មានន័យថាគេចង់limit លើការ download ហ្នឹងដោយសារតែមានអ្នក download ហ្នឹងច្រើនពេកហើយបានផុសទៅលើអ៊ីនធឺណិតផុសច្រើនពេកដោយសារយកប្រើចម្រៀងរបស់គេហ្នឹងទៅ upload ច្រើនពេកអញ្ចឹងគេធ្វើការ limitអានេះគឺជា head poll គេអានេះតាមខ្ញុំសង្កេតមើលដោយសារតែក្រុមហ៊ុន Suno វាត្រូវបានរងការប្តឹងផងអីផងអញ្ចឹងទៅគេក៏បាត់សិនទៅអញ្ចឹងយើងចាំមើលការអាប់ដេតរបស់គេបន្ថែមទៀតបញ្ជាក់ឥឡូវខ្ញុំនេះគឺខ្ញុំអត់បាន subscribe ទៀតទេខ្ញុំដក subscribe ចេញហើយខ្ញុំឡើង subscribe លើ Suno ហើយអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញពី trick មួយដែលយើងផលិតចម្រៀងបានល្អមែនតើដូចទៅនឹង Suno អញ្ចឹងហើយវាមានហៅថា lyric ល្អអញ្ចឹងខ្ញុំពងតែធ្វើ build channel artist ឥឡូវហ្នឹងក៏ខ្ញុំធ្វើវិធីហ្នឹងដែរដោយសារខ្ញុំជប់ subscribe នេះហើយខ្ញុំទៅធ្វើអានោះវិញហើយនោះ free ទៀតធ្វើបានច្រើនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហ្នឹងហើយបើសិនជាអ្នកនរគ្នាមានចង្អល់អីបន្ថែមអាច comment សួរក៏បានចូលទៅក្រុម Telegram ទៅហើយពេលមានអីអាប់ដេតថ្មីខ្ញុំតម្លាក់ចូលក្រុម Telegram ហ្នឹងហើយ